សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយបង្ហាញពីរបៀបកាច់ផ្លែឈូកហើយដំណើរការកាច់ផ្លែឈូករបស់វាហ្នឹងដំបូងឡើយគឺយើងកាច់ដូចស្លឹកអញ្ចឹងបងប្អូននៅពេលដែលយើងកាច់វិញអញ្ចឹងហើយយើងតគ្នាទៅរហូតបានទំហំមួយដែលយើងចង់បានបងប្អូនយើងគ្រាន់តែយកខ្សែមួយញុកចូលវាតែប៉ុណ្ណោះនេះដូចខ្ញុំធ្វើអញ្ចឹងយើងវាស់មើលវាថាវាត្រូវនឹងទំហំរបស់យើងចង់បានហើយនៅបើសិនជាត្រូវហើយគឺយើងញាត់ខ្សែវាចូលបែបនេះហើយបន្ទាប់មកគឺយើងគួចវាខាងគូតរបស់វាហ្នឹងគឺយើងគួចឲ្យដល់គ្នាហើយខាងមុខហ្នឹងទុកដូចក្នុងវីដេអូដែលខ្ញុំបានបង្ហាញហ្នឹងអញ្ចឹងហើយខ្សែដែលខ្ញុំថានោះគឺជាលុះកម្មញ៉ៃដែរទេគឺខ្សែលុះកម្មញ៉ៃយើងស្រូបគួចវាបងប្អូនដល់ពេលដែលយើងចង់បានតម្រង់ដែលយើងចង់បានហើយយើងរុំដើមរបស់វាទៅតមកយើងមកធ្វើខាងលើរបស់វាគឺខ្ញុំរុំវាមូលហើយយើងបិទវានៅពេលដែលត្រូវទំហំយើងហើយយើងបិទវាទៅហើយជាមួយនឹងយើងធ្វើតិចតួចមូលវាដាក់ខាងលើរបស់វាដើម្បីឲ្យយើងមើលទៅឃើញស្អាតដូចផ្លែវាដែរអញ្ចឹងណាតោះឥឡូវនេះយើងមកមើលពេលដែលខ្ញុំតម្រៀបវាចូលថូរួចរាល់ណាមែនដែរអ្នកទាំងអស់គ្នាស្អាតអត់ជួយខមមិនប្រាប់ផងណាបាយបាយ